ពេលខ្លះវាឈឺមែនតើនៅពេលដែលយើងជាមនុស្សតែម្នាក់គត់ដែលតែងតែលើកទឹកចិត្តអ្នកដទៃតែអត់មានណាគេលើកទឹកចិត្តយើងសោះពេលយើងជួបការលំបាកយើងតែងតែផ្ដោតក្តីស្រឡាញ់ឲ្យមនុស្សជុំវិញខ្លួនដោយអត់មានការកំណត់សោះតែនៅពេលដែលយើងជួបការលំបាកយើងបែរជាមកអង្គុយស្ងៀមស្ងាត់ម្នាក់ឯងវិញយើងសួរនាំពីគេពេលឃើញគេអត់សុបាយចិត្តតែពេលយើងអត់សុបាយចិត្តវិញអត់មានណាគេសួរនាំពីយើងសោះតែយើងនៅតែសប្បាយចិត្តក្នុងការបន្តធ្វើវាមិនដោយសារតែយើងស៊ាំនឹងអានឹងទេប៉ុន្តែដោយសារតែយើងអត់ចង់ឲ្យអ្នកដទៃជួបនឹងបញ្ហាតែមួយដូចយើងជីវិតវាមិនមែនជួបតែភាពរីករាយរហូតទេហើយអ្វីដែលយើងបានព្រៀងទុកក៏មិនបានន័យថាវា go as planned ដែរគ្រប់គ្នានៅក្នុងโลกនេះតែងតែជួបការមិនពេញចិត្តការបរាជ័យហើយនឹងពេលមួយដែលយើងតែងតែមានអារម្មណ៍ថារឿងហ្នឹងវាអាចកើតឡើងសោះហ្មងទោះបីយើងព្យាយាមបណ្ណាក៏ដោយតែទាំងអស់គ្នាត្រូវចាំណាការបរាជ័យពិតប្រាកដលុះត្រាតែទាំងអស់គ្នាបោះបង់វាចោលនៅលើផ្លូវមួយទោះបីជាវាពិបាកដើរប៉ុណ្ណាក៏ដោយសូមបន្តតាណារបស់អ្នកហើយបោះជាហ៊ានទៅមុខរហូតដោយមិនងាកក្រោយពេលខ្លះស្ដាប់ទៅវាពិបាកមែនទែនសម្រាប់យើងតែផ្លូវនឹងវាជាផ្លូវតែមួយគត់ដែលអាចឲ្យយើងអភិវឌ្ឍនិងផ្លាស់ប្ដូរខ្លួនឯងបាននៅក្នុងវីដេអូនេះខ្ញុំចង់ចំណាយពេលបន្តិចដើម្បីអរគុណដល់អ្នក